វងវែងដូចក្មេងខ្មែរ allergy ហើយបទនេះគឺជាបទទី4នៅក្នុង album question mark នៃ album ទី1របស់ allergy ផងដែរហើយអ្វីដែល allergy បានបង្កើត album មួយនេះឡើងខ្ញុំបានស្ដាប់អស់3បទហើយក៏បាន reaction អស់3បទដែរអ្វីដែលខ្ញុំបានកដោបរួមខ្លះៗគឺពោពេញទៅដោយ experience ពោពេញទៅដោយភាពសោកសៅពោពេញទៅដោយគំនិតពោពេញទៅដោយភាពខ្មែងផ្សែងអាប់ខ្មៅពោពេញទៅដោយខួរក្បាលរបស់គាត់ចឹងអ្វីដែលគាត់ចង់បង្ហាញនៅក្នុង album មួយនេះគឺអ្នកនរគ្នាបានឃើញនៃ background នេះគឺវាពោពេញទៅដោយភាពខ្មៅងឹតនិងមានខ្វៀសនៃបន្ទប្រៀបដូចជាទឹកលុបមួយមកលុបនៅលើភាពខ្មៅងឹតនឹងចឹងប៉ុន្តែវាគ្រាន់តែគូសវាសទេចឹងមានន័យថាដូច background មួយពោពេញទៅដោយភាពខ្មៅងឹតប៉ុន្តែភាពល្អវាចូលមកខ្វៀសតែបន្តិចវាចេញទៅវិញបាត់អស់ចឹងអ្វីដែលជា background របស់គាត់ចាប់បង្ហាញអំពីអារម្មណ៍របស់គាត់បែបនេះអ្នកទាំងអស់គ្នាចឹងកុំឲ្យខាត់ពេល review យើងចូលទៅ reaction របស់យើងទាំងអស់គ្នា let's goយើងបានឃើញថា background របស់គាត់ intro មួយឆាជីវិតដ៏ខ្លីមាននេះគឺរឿងបានតែណាពោពេញទៅដោយភាពសោកសៅតែមានពីក្មេងដល់ចាំងហើយក៏ខ្លាចទៅជាទម្លាប់ខ្ញុំមិនអាចរើបំរាំងនៅក្មេងចង់ធំឆាប់បានចេញឆ្ងាយពីផ្ទះធំឡើងបានស្គាល់សង្គមចង់ត្រឡប់ទៅផ្ទះធុញនឹងមកចឋានខាងក្រៅដូចធុញផ្លូវដែលស្ទះបេះដូងនេះមានដំបៅរ៉ាំរ៉ៃមិនអាចផ្សះចិញ្ចាំងមកដល់ហើយខ្ញុំមិនអាចរត់បកក្រោយអ្នកផ្សេងគេគិតថាស្រួលតែវាមិនស្រួលនោះឡើយដល់10ឆ្នាំនៅមានប្រហែលដងស្រួលខ្ញុំប្រែជីវិតខ្ញុំមិនដល់ត្រើយតែខ្ញុំនៅតែអូខេគាត់សួរខ្លួនឯងថាតើ10ឆ្នាំនៅប្រហែលដងមានន័យថាយើងអាចសួរទៅព្រំលិខិតថាតើកម្រិតឲ្យយើងមាន10ឆ្នាំប្រហែលដងដើម្បីរៀបចំផែនការនៃជីវិតរបស់គាត់អ្វីដែលយើងអាចនិយាយវាជាន័យត្រង់បែបនេះប៉ុន្តែបើយើងនិយាយជាន័យធៀបយើងនិយាយថាតើពេលណាដែលយើងគួរសម្រេចដល់ធ្វើអ្វីមួយយើងត្រូវតែធ្វើវាហើយកុំចាំស្អែកចាំនៅពេលដែលយើងមិនឡងពីមួយថ្ងៃពីមួយខែពីមួយឆ្នាំពី10ឆ្នាំអីចឹងទៅចឹងនៅពេលដែលយើងចេះតែពន្យាពេលយើងចេះតែបន្លាយពេលទៅតាមពេលវេលាគឺសួរថាមាន10ឆ្នាំប្រហែលដងបើសិនបើយើងមានពេលយើងអាចរលែកខ្លះទៅយើងធ្វើការខ្លះយើងធ្វើការរកស៊ីខ្លះយើងសន្សំប្រាក់ខ្លះយើង relax ខ្លះដើម្បីឲ្យជីវិតយើងកុំឲ្យវាមានស្មុគស្មាញយើងមានធុញថប់ច្រើនពេកចឹងបើសិនបើគេសួរថាអីហើយដើរលេងរហូតអីហើយអត់មានគិតរកស៊ីអត់មានគិតធ្វើការសំលុយសំអីទេចឹងយើងសួរទៅវិញថា10ឆ្នាំមានប្រហែលដងមិនយើងគិតតែពីដើរលេងសប្បាយហឺហាអត់គិតធ្វើការរកស៊ីទេគាត់ថាយើងចង់ relax ខ្លះពេលខ្លះមិនឲ្យវាភាពស្មុគស្មាញយ៉ាងវានៅក្នុងខួរក្បាលរបស់យើងច្រើនពេកដើម្បីកុំឲ្យវា stress អាចយូរកាត់ depression នេះអស់គ្នានៅឃើញកាលពីក្មេងពេលលេងកស៊ូកង់ខ្ញុំមិនដែលខ្វល់អីឡើយ mindset នៅតែមានថាខ្ញុំគិតឆ្ងាយពីការឈឺចាប់តែបើខ្ញុំគិតជ្រៅគឺការរស់នៅគឺគិតមិនផុតពីការស្លាប់បទចម្រៀងដ៏អត់បញ្ចោតមួយនេះគឺខ្ញុំមិនធ្វើឲ្យអ្នកណាគេស្ដាប់និយាយវាចេញពីចិត្តខ្ញុំគិតថាគ្មានអ្នកណាគេប្រាប់ជីវិតកាន់តែផ្លាស់ប្ដូរហើយការគិតកាន់តែប្ដូររសជាតិនេះខ្ញុំលែងចង់សាអរនេះនេះមកចង់ទុកពេលឲ្យខួរក្បាលសម្រាប់សង្គមពិតប្រាប់ថានោះវាប្រៀបដូចជាស្លាយដែលខ្ញុំចង់តែខាតតែខ្ញុំទុកខាក្នុងភ្នោពេលខ្លះប្រាប់អ្នកជុំវិញខ្លួនឲ្យស្ទើបសាយខ្ញុំទុកខ្លួនឯងឡើងចោលហើយមួយបទនេះគឺតែរនេះប្រៀបដូចមនុស្សម្នាក់ដែលគាត់កំពុងតែបាក់ទឹកចិត្តខ្លាំងមែនតើគឺគាត់កំពុងតែបាក់ទឹកចិត្តខ្លាំងមែនតើវាអ្នកនរនេះធ្លាប់ដែលទទួលបាននៅព័ត៌មានឬក៏យើងបានឃើញហើយនៅក្នុងសង្គមជាក់ស្ដែងនៅពេលដែលមនុស្សម្នាក់គាត់បាក់ទឹកចិត្តខ្លាំងអញ្ចឹងគាត់គូសវាសឬក៏ដូចនៅក្នុងមណ្ឌលមួយដែលមណ្ឌលកែប្រែផ្លូវចិត្តឬក៏មណ្ឌលព្យាបាលផ្លូវចិត្តហ្នឹងគឺឲ្យកត់រ៉ាសមួយទៅកាន់មនុស្សដែលគាត់កំពុងតែបាក់ទឹកចិត្តអញ្ចឹងបើសិនបើគាត់គូសវាសចេញអ្វីមកគឺនោះបង្ហាញពីអារម្មណ៍ឬក៏ជាក់ស្ដែងនៅក្នុងការគិតរបស់គាត់នៅក្នុងអារម្មណ៍របស់គាត់ជាក់ស្ដែងតែម្ដងចុះប្រៀបដូចជាបទមួយនេះចឹងគាត់បានបញ្ជាក់ថាគឺអ្វីដែលគាត់ត្រូវតែមានលុះត្រាតែគាត់ធ្វើវានៅក្នុងភ្នំជាក់ស្ដែង
ok អ្នកនរនេះចឹងអ្វីដែលគាត់កំពុងតែធ្វើនេះគឺអ្វីដែលគាត់ចង់បង្ហាញនេះគឺគាត់កំពុងតែបាក់ទឹកចិត្តខ្លាំងមែនតើសុំនៅម្នាក់ឯង30នាទីក៏លោខ្ញុំបានធូរស្បើយស្ងៀមស្ងាត់ដុនថោទូមីកុំសួរខ្ញុំមិនចង់ឆ្លើយការគិតអាក្រក់វានៅតែ stick វាមានតែជើងខ្ញុំជាប់កត្រាយបារីវាជួយខ្ញុំធូរស្បើយតែបានត្រឹមពេលខ្លីស្រាក៏ជាមួយចំណែកតែបានត្រឹមមួយរាត្រីថ្ងៃខ្លះខ្ញុំឆ្ងល់ខ្លួនឯងខ្ញុំសួរខ្លួនឯងថាចង់បានអីថ្ងៃខ្លះខ្ញុំដឹងខ្លួនឯងថាខ្ញុំកំពុងតែវង្វេងនៅលើវិថីខ្ញុំចាំថ្ងៃមួយស្ដាប់បទវង្វេងក្មេងខ្មែរខ្ញុំយំម្នាក់ឯងផ្លូវនេះខ្ញុំដើរម្នាក់ឯងគឺខ្ញុំខ្លួនឯងអ្នកជួយខ្លួនឯងបទនេះខ្ញុំនិយាយពីខ្លួនឯងខ្ញុំថតខ្លួនឯងខ្ញុំស្ដាប់អូខេបទវង្វេងដូចក្មេងខ្មែរអញ្ចឹងមានន័យថាគាត់បញ្ជាក់ point slash អីគឺគាត់បានសង្ខេបនៃពីក្នុងបទគាត់ធ្លាប់ស្ដាប់ពីបទរបស់ក្មេងខ្មែរពីបទវង្វេងអញ្ចឹងអ្វីដែលគាត់ចង់បង្ហាញគឺគាត់ចង់ក្តោបន័យថាគាត់កំពុងតែវង្វេងអត់ដឹងខ្លួនឯងចង់គិតអីធ្វើអីដើម្បីអ្វីគឺគាត់ខួរក្បាលគាត់ពោពេញទៅដោយភាពស្មុគស្មាញពោពេញដោយភាពឈឺក្បាលវល់មុខខ្លាំងមែនទែនម្នាក់ឯងព្រោះចង់ដាស់តឿនខ្លួនឯងជីវិតខ្លួនឯងគឺវាចឹងឯងបទចម្រៀងដែលខ្ញុំសរសេរគឺវាមានន័យជាងខ្ញុំនិយាយបទខ្លះរីកដោយផ្កាអុកគីដេបទខ្លះខ្ទេចខ្ទាំដូចកោស្ពៃតែខ្ញុំបង្ហាញតែបទមួយចំនួនដែលខ្ញុំគិតថាគ្រប់គ្នាសប្បាយព្រោះមិនចង់ឲ្យអ្នកណាគេដឹងថាខ្ញុំកំពុងតែ dead insideអូខេយើងដឹងហើយថា allergy នៅពេលដែលមួយរយៈមុនអ្វីដែលគាត់អត់តន់ត្រប់នៃ album មួយនេះគឺយើងតែងតែឃើញពោពេញទៅដោយភាពស្នាមញញឹមភាពផ្អែមល្ហែម sweet song ឬក៏ភាពរីកចម្រើនឬក៏ភាពរីករាយអញ្ចឹងអ្នកនរគ្នាតែងតែទទួលបានពីគាត់ប៉ុន្តែអ្វីដែលគាត់ចង់បញ្ជាក់គឺនៅក្នុងខ្លួនរបស់គាត់នៅក្នុងខួរក្បាលរបស់គាត់នៅក្នុងគំនិតរបស់គាត់កំពុងតែពោពេញទៅដោយភាពសោកសៅភាពខ្មៅងងឹតពោពេញទៅដោយរឿងទុក្ខរឿងច្រើនខ្លាំងមែនទែននៅក្នុងខួរក្បាលរបស់គាត់ទើបអ្វីដែលគាត់ចង់បញ្ជាក់គាត់មានន័យថាគាត់ចង់ឲ្យអ្នកទាំងអស់គ្នាបានឃើញនៅតែភាពរីករាយភាពស្នាមញញឹមនៅទទួលបានពីគាត់ប៉ុន្តែឥឡូវនេះគាត់បានទម្លាក់នៃ album មួយនេះដើម្បីបញ្ចេញនូវអារម្មណ៍របស់គាត់ឲ្យអ្នកទាំងអស់គ្នាបានដឹងផងដែរតែខ្ញុំមិនឲ្យ suicide I just wanna live my life រហូតដល់ជីវិតនេះស្បាយខ្ញុំបានដើរមកឆ្ងាយយកគុណដល់សារពីកាយ still so I till I die អូខេឥឡូវនេះគាត់បានស្វែងរកខ្លួនគាត់ឃើញហើយគឺគាត់អរគុណខ្លួនគាត់ទាំងដែលអាចដើរទៅមុខបានបន្តដំណើរទៅមុខបានដើម្បីរកឃើញភាពរីករាយមិនឲ្យមានភាពសោកសៅគិតពីការស្លាប់គិតអីទេឥឡូវនេះគាត់បានបញ្ជាក់នៃវោះនៃកតុយចុងក្រោយនៃវីដេអូរបស់គាត់ music song របស់គាត់ហើយគឺគាត់បានស្វែងរកខ្លួនឯងឃើញហើយអញ្ចឹងអ្វីដែលជាបទបន្តនេះគឺប្រហែលជាបទអាចបញ្ជាក់នៃបន្ថែមទៀតនៅក្នុង experience ឬក៏ភាពរីករាយឬក៏កុំឲ្យយើងបាក់ទឹកចិត្តលឿងឲ្យដឹងពីបទរបស់គាត់បន្តទៀតអញ្ចឹងជួបគ្នានៅបទបន្តទៀតជួបគ្នានៅវីដេអូក្រោយ See you next time បទទី5